ខ្ញុំជឿជាក់ថាក្នុងអង្គពិធីទាំងមូលជ្រាបពីសមត្ថភាពកងទ័ពសមត្ថភាពនៃយុទ្ធឧបករណ៍របស់ថៃនិងកម្ពុជាហើយថៃគេបង្ហោះកំជ្រួចគេបង្ហោះសម្ភារវុធមិនថាដែនអាកាសគេមានយន្តហោះចម្បាំងគេមានកំភ្លើងធំគេមាននាវាចម្បាំងទាំងគោកទឹកអាកាសមានគ្រប់ខ្មែរមានអីខ្ញុំសូមជម្រាបដែរខ្មែរមិនមានយន្តហោះចម្បាំងមិនមាននាវាចម្បាំងនោះទេព្រោះអាស្រ័យខ្មែរបំពេញសមត្ថភាពដើម្បីការពារប្រទេសខ្មែរមានកំភ្លើងបាញ់ការពារអាកាសខ្មែរមានកំភ្លើងបាញ់ការពាររថក្រោះហើយខ្មែរក៏មានកំភ្លើងបាញ់នៅឯជួរមុខនៅឆ្នេរសមុទ្រដែរខ្មែរបានសហការជាមួយភាគីមិត្តមួយចំនួនក្នុងការលើកតម្កើងសមត្ថភាពយោធាត្រឹមការពារប្រទេសដាច់ខាតគឺការពារប្រទេសមិនមានតម្កើងសម្ភារវុធនឹងថាឈានពានគេនោះទេ